ក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកសំណួររបស់បងប្អូនយើងមួយដែរដែល comment នៅលើ YouTube channel របស់ខ្ញុំតាក់ទងទៅនឹងជំនាញ graphic design គាត់ថាឧទាហរណ៍ថាគាត់ធ្លាក់បាក់ឌុបឬក៏ប្រឡងបាក់ឌុបអត់ជាប់តើគាត់អាចរៀនជំនាញ graphic design នឹងបានអត់អញ្ចឹងនៅក្នុងចំណុចនេះវាមានរឿងច្រើនដែរជំនាញមួយនេះគឺក្នុងវ័យណាក៏អាចរៀនជំនាញនេះដែរគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងគំនិតក្នុងការច្នៃប្រឌិតទៅលើការរចនាព្រោះ design នេះគឺត្រូវការបង្កើតអ្វីដែលថ្មីប្លែកអារម្មណ៍តាក់ចិត្តអ្នកមើលអ្នកទស្សនាចឹងទៅបងអូនចង់រៀនជំនាញ graphic design គឺអាចរៀនបានយើងអាចរៀនបានតែវាមានលក្ខខណ្ឌមួយសិនឧទាហរណ៍ថាបងអូនរៀនជំនាញនេះគឺវាចំណាយពេលចន្លោះពី3ខែទៅ6ខែចឹងទៅក្នុងការរៀនជំនាញនេះទៅលើកម្មវិធីតែ2ទេណាមាន Photoshop ហើយនិង Illustrator ហ្នឹងយើងមាន basic graphic design តែ2កម្មវិធីហ្នឹងណាជាងកម្មវិធីផ្សេងអាហ្នឹងយើងទៅមុខទៀតអានេះវាកម្រិត advanced ណាយើងស្រាវជ្រាវបន្ថែមតទៅនឹងជំនាញនេះអញ្ចឹងឧទាហរណ៍ថាអូនឆ្លាញ់ជំនាញនេះចង់រៀនតែបងអូនឈប់រៀនហើយមានណាបងអូនចប់រៀនដល់ទី12ដែរមិនដែលបងអូនប្រឡងអត់ជាប់ទេបងអូនចង់រៀនជំនាញនេះរកការងារធ្វើអញ្ចឹងវាកន្លែងនេះវាតាក់កន្លែងរកការងារធ្វើនេះអញ្ចឹងវាអាស្រ័យទៅលើលក្ខខណ្ឌតម្រូវនៅកន្លែងការងារនឹងដែរតើតម្រូវការសញ្ញាបត្រត្រឹមកម្រិតណាដែរតើយកត្រឹមទី12ជាប់ទី12ឬក៏ត្រឹមកម្រិតណាអាហ្នឹងវាអាស្រ័យទៅលើលក្ខខណ្ឌកន្លែងការងារដែលផ្ដល់ឱកាសការងារយើងណាអាហ្នឹងវាជាផ្នែកមួយហើយវាជាចំណុចមួយដែលជាលក្ខណៈថាយើងអាចជាប់ជា short list នៅពេលដែលយើងចង់ apply ទៅលើការងារកន្លែងណាមួយគេតែងតែមើលទៅលើឯកសារយើងមួយចំនួនដែរដូចជាប្រវត្តិរូបដូចជាសមិទ្ធផលរបស់យើងណាជា portfolio របស់យើងហ្នឹងដែលធ្លាប់ធ្វើមកតែបានធ្វើអីខ្លះទៅលើជំនាញហ្នឹងបទពិសោធន៍នៅកន្លែងការងារធ្លាប់ធ្វើនៅណាអត់មានកម្រិតបបធរដល់កម្រិតណាអាហ្នឹងវាជា short list មួយដែរណាតែបើសិនជានៅកន្លែងការងារហ្នឹងអត់តម្រូវទៅលើសញ្ញាបត្រទេអញ្ចឹងបងអូនអាចទៅធ្វើការនៅកន្លែងហ្នឹងបានហើយអត់ជាបញ្ហាទេសំខាន់គឺលើចំណេះជំនាញបងអូនអាចទៅធ្វើការនៅកន្លែងគេបានអត់ណាខំប្រឹងធ្វើការអត់ស៊ូអត់ភាពស្មោះត្រង់អត់អាហ្នឹងគេយកនៅកន្លែងហ្នឹងបើបងអូននៅបន្តការរក្សាមានបងអូនរៀនជំនាញនេះហើយបងអូននៅតែបន្តការរក្សាទោះបីជាបងអូនប្រឡងធ្លាក់បាក់ឌុបក៏ដោយក៏បងអូននៅទៅរៀននៅសាកលវិទ្យាល័យដែរណាជាថ្នាក់បញ្ញាបត្ររងហ្នឹងទៅយើងបញ្ជាក់សញ្ញាបត្រមជ្ឈមសាទុរយភូមិបាក់ឌុបហ្នឹងបញ្ជាក់ថាធ្លាក់ហើយយើងយកទៅចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យបានអត់ជាបញ្ហាទេយើងរៀន5ឆ្នាំអាស្រ័យទៅលើជំនាញយើងជំនាញផ្សេងវាអាចលើសហ្នឹងទៅអាហ្នឹងវាអាស្រ័យទៅលើជំនាញដែលយើងរៀនទៅតាមសាកលវិទ្យាល័យឬក៏វិទ្យាស្ថាននីមួយៗចឹងទៅវាមានឱកាសផ្សេងគ្នាដែរនៅពេលដែលបងអូនទៅសម្ភាសការងារនៅកន្លែងការងារណាមួយដែលជាជំនាញដែលបងអូនចង់ដែលបងអូនឆ្លាញ់ graphic design អញ្ចឹងបងអូនឧទាហរណ៍ថាបងអូនជាប់ short list បងអូនធ្លាក់បាក់ឌុបឧទាហរណ៍ថាបងអូនកម្រិតវប្បធម៌គឺធ្លាក់បាក់ឌុបប៉ុន្តែបងអូននៅតែបន្តការរក្សាអានេះវាជាឱកាសមួយដែលគេមើលឃើញដែរអូអូននៅឆ្លាញ់នៃការរៀនសូត្រដដែលទេចង់រៀនចង់អភិវឌ្ឍចំណេះជំនាញយើងបន្ថែមទៀតអញ្ចឹងវាជាឱកាសមួយដែលក្រុមហ៊ុនក៏សម្លឹងមើលឃើញយើងដែរពីឱកាសរបស់យើងអូបងអូននៅឆ្លាញ់ការរក្សានៅតែបន្តទោះបីជាបងអូនមិនជាប់បាក់ឌុបក៏ដោយក៏បងអូននៅតែបន្តការរក្សានៅសាកលវិទ្យាល័យដែរហ្នឹងវាជាលក្ខខណ្ឌមួយដែលល្អសម្រាប់បងអូនណាអានឹងគេមើលឃើញពីឱកាសរបស់យើងទៅមុខទៀតតែបើសិនជាក្រុមហ៊ុននឹងគាត់អត់ចាប់អារម្មណ៍មកកន្លែងហ្នឹងទេថាបងអូនរៀនសុទ្ធតែម្ដងរៀនជំនាញ graphic design ហ្នឹងហើយគឺអត់រៀនទៅលើទេអត់ទៅមុខរៀនបញ្ញាបត្រឬក៏រៀនអីផ្សេងទេក៏ទៅតាមនឹងណាហ្នឹងវាអាស្រ័យទៅលើលក្ខខណ្ឌអាហ្នឹងវាអាស្រ័យទៅលើលក្ខខណ្ឌនៅកន្លែងការងារនីមួយទេឲ្យតែយើងចូលចិត្តពេញចិត្តក្នុងការធ្វើវាហើយអង្គុយនៅកន្លែងគិតណាអង្គុយគិតហ្នឹងទៅអាហ្នឹងគឺអាចរៀនបានអត់ជាបញ្ហាទេហើយមួយទៀតបើបងអូនរៀនមិនមែនសម្រាប់តែស្វែងរកការងារធ្វើទេបងអូនអាចរៀនដើម្បីបើកមុខរបរខ្លួនឯងអាហ្នឹងវាជារឿងមួយដ៏ល្អដែរមែនថារៀនដើម្បីបង្កើតមុខរបរ graphic design អាច apply ទៅលើផ្នែកផ្សេងបានឧទាហរណ៍ថាបងអូនចង់បើកកូនតូបកាហ្វេមួយក្នុងការដាក់លក់កាហ្វេអញ្ចឹងវាអាចធ្វើការ design ទៅលើ menu កាហ្វេរបស់យើងតម្លៃរបស់យើងមាន extendមាន banner អីផ្សេងវាសិតតែជាការផ្សព្វផ្សាយទៅលើអាជីវកម្មរបស់យើងអញ្ចឹងយើងរៀនដើម្បីធ្វើអាជីវកម្មរបស់យើងបង្កើតមុខរបររបស់យើងបង្ហាញអំពីសម្រស់ដូចជាភាពតាក់ទាញនៃមុខរបររបស់យើងអាហ្នឹងវាជាចំណុចមួយឡែកមួយទៀតទៅបងអូនត្រូវកំណត់ខ្លួនឯងថា
ទោះបីជាយើងមានកម្រិតវប្បធម៌ប៉ុណ្ណាក៏ដោយក៏យើងអាចស្វែងរកចំណេះជំនាញខ្លួនឯងបានដែរណាអញ្ចឹងបងអូនទៅសួរខ្លួនឯងថារៀនដើម្បីស្វែងរកការងារធ្វើឬក៏រៀនដើម្បីបង្កើតមុខរបររបស់ខ្លួនឯងបន្ថែមបើសិនជារៀនដើម្បីស្វែងរកការងារធ្វើដូចខ្ញុំបានបង្ហាញពីចំណុចខាងលើអញ្ចឹងវាមានលក្ខខណ្ឌតម្រូវនៃកន្លែងការងារផ្សេងតើគាត់តម្រូវការយកសញ្ញាបត្រកម្រិតវប្បធម៌ពីកម្រិតណាដល់កម្រិតណាអាហ្នឹងវាអាស្រ័យទៅលើលក្ខខណ្ឌការងាររបស់ក្រុមហ៊ុនហ្នឹងបងអូនត្រូវចំណាំកន្លែងហ្នឹងដែរណាចំពោះការរៀនជំនាញមួយនេះអូខេខ្ញុំចូលរួមបានប៉ុណ្ណឹងបើចូលចិត្តសូមកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយ